សួស្តីអ្នកទាំងអស់គ្នាវីដេអូនេះដែរខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាក្នុងការធ្វើ animation map បែបនេះនៅក្នុងកម្មវិធី Adobe After Effects អូខេអញ្ចឹងការធ្វើ animation បែបនេះវានៅជាលក្ខណៈជាជំហានដំបូងក្នុងការចូលទៅក្នុង animation ផ្សេងៗទៀតអាចថាវានៅរាក់ដល់ឡើយទេអត់ទាន់ចូលទៅក្នុងជ្រៅទេអញ្ចឹងអ្នកដែលធ្លាប់រៀនពីមុនមកក៏អាចធ្វើបានដូចគ្នាហើយបើសិនជាអ្នកនរគ្នាធ្លាប់ប្រើកម្មវិធី Photoshop ឬ Premiere Pro ឬក៏ CapCut អីវាកាន់តែងាយស្រួលបន្ថែមទៀតផងដែរពេលដែលអ្នកនរគ្នាបើកកម្មវិធី Adobe After Effects ដំបូងអ្នកនរគ្នានឹងឃើញផ្ទាំងបែបនេះអញ្ចឹងអ្នកនរគ្នាគ្រាន់តែចូលទៅកាន់ New Project ទៅអ្នកនេះអាច create ទៅលើ new composition ដែល click លើនេះមួយនេះហើយអ្នកនេះអាច rename វាដាក់ឈ្មោះវាមកអូខេ1920គុណនឹង18 20នាទីអ្នកនេះអាចកំណត់បានគឺ duration វាគឺខ្ញុំយកត្រឹម15ម៉ែនអីអាចថា animation ហ្នឹងខ្ញុំធ្វើតែ10វិនាទីទេអញ្ចឹងខ្ញុំយក15ទៅឲ្យលើសប្រសាច់ឲ្យខ្វះហ្នឹងអញ្ចឹងbackground វិញខ្ញុំយកពណ៌ខ្មៅនេះ click លើនឹងមកហើយខ្ញុំចុច OK បន្តមកទៀតអ្នកនរគ្នានឹងឃើញផ្ទាំងបែបនេះដែលអ្នកនេះត្រូវឈរលើ animation map ដែលជា composition ដែលយើងដាក់ rename ឈ្មោះមិញហ្នឹងឯងអញ្ចឹងអ្នកនេះ click លើនឹងដើម្បីបញ្ជាក់ថាអ្នកនេះឈរលើនឹងទេអូខេហើយអ្នកនេះcontrol I ឬក៏អ្នកនេះចូល file មកimport នេះអញ្ចឹងអ្នកនេះខ្ញុំ recommend ឲ្យអ្នកនេះប្រើ shortcut គឺ control I ដើម្បី import image ដែលត្រូវធ្វើ animation ហ្នឹងអញ្ចឹងខ្ញុំបាន save វានៅក្នុង desktop ដែលមានលក្ខណៈបែបនេះហើយ import មកបន្តមកទៀតយើងអត់ឃើញអីទេដោយសារតែវាឈរលើកន្លែង project នេះយ៉ាងនេះអាចទីមកដាក់ខាងក្រោមអូខេអញ្ចឹងអានេះរៀងតូចយ៉ាងនេះអាចចុច control ឲ្យជាប់ scroll ឲ្យជាប់អូទៅមុខអូខេឬមួយទៀតយ៉ាងនេះអាចចុចទៅលើពាក្យថា fit ឲ្យពេញហ្មងតើយើងអាចពង្រីកវាធំមែនអូខេអញ្ចឹងដើម្បីធ្វើបែបហ្នឹងគឺអ្នកនេះគ្រាន់តែចុចទៅលើ pen tool ដែលមាននៅកន្លែងនេះឬក៏ shortcut វាអក្សរ G ហ្នឹងឯងអ្នកនេះគ្រាន់តែ click លើនឹងមួយដំបូងអ្នកនេះត្រូវទៅចេញពី layer នេះសិន click លើនេះមួយ click ចេញហើយអ្នកនេះក៏ចុចលើ pen tool នេះមកអូខេហើយចុច click លើនេះមួយមានន័យថាអ្នកនេះអាចរករូបភាពណាក៏បានដែរបើសិនជាអ្នកនេះចង់ប្រើប្រាស់អញ្ចឹងអ្នកនេះអាច import តាមខ្ញុំទៅអូខេហើយអញ្ចឹងខ្ញុំប្រើ pen tool ចុច click មួយពីចំណុចនេះមួយមកដល់ចំណុចនេះមួយទៀតចូលចំណុចមួយទៀតអូខេជាការស្រេចអញ្ចឹងខ្ញុំកំណត់ថាខ្ញុំយកតែប៉ុណ្្នឹងទេខ្ញុំនឹងបាន layer shape layer នេះដែលខ្ញុំគូមិញនឹងឯងអញ្ចឹងបញ្ជាក់គឺអ្នកនរត្រូវកុំ click លើនេះហើយចុច pen tool អានេះខ្ញុំបញ្ជាក់គឺយើងត្រូវ click លើខាងក្រៅ layer សិនហើយចាំគូ pen tool ហើយគូយកមកអូខេអញ្ចឹងពេលដែលយើងគូមកយើងនឹងបាន layer នេះហើយអញ្ចឹងយើងអាច rename វា rename ឈ្មោះវាបានដោយអ្នកនេះ right click ហើយសរសេរថា rename អញ្ចឹងខ្ញុំសរសេរថា location ខ្ញុំទទួលបាន location ឬក៏ line ដែលយើងគូមិញនឹងឯងអញ្ចឹងដើម្បីឲ្យវាមាន animation រត់ទៅតាមបណ្ដាញគ្នាបានអ្នកនេះគ្រាន់តែ click លើនេះចំណុចនេះបន្តមកទៀតអ្នកនេះកន្លែងមកមើលកន្លែង add នេះ click លើកន្លែងនេះមួយរកពាក្យថាtrim part បន្តមកទៀតអ្នកទាំងអស់គ្នាកន្លែងមើលខាងក្រោមនេះ trim part 1ហើយអូសមកក្រោមបន្តិចអូខេចុចលើចំណុចនេះមួយហើយអ្នកនរនឹងឃើញចំណុច end នេះហើយកន្លែងនេះគឺជាកន្លែង keyframe អញ្ចឹងដំបូងនេះខ្ញុំនឹងអូសមកចំណុចដំបូងនេះឯងនេះហ្នឹងហើយហើយខ្ញុំនឹងចុចទៅលើ keyframe នេះមួយហើយខ្ញុំនឹងទាញវាបិទនេះវារត់ឃើញអ្នកនេះកន្លែងមក screen ខ្ញុំដាក់ fit ឲ្យធំមកអូខេខ្ញុំទាញវាឲ្យធំ0ទៅអូខេអញ្ចឹងដល់ចំណុចនាទីទី8ឬទី9ឬក៏នាទីដែលអ្នកនេះចង់បានអ្នកនេះ scope តំណឹងទៅអូម៉ែខ្ញុំចង់បានតែនាទីទី10ទេអញ្ចឹងខ្ញុំទាញ keyframe នេះទៅលើវិញអូខេអញ្ចឹងយើងអាច play វាមើលបានអូខេយើងចេញពី layer នឹងចេញទៅវាឃើញរត់ឃើញអត់អញ្ចឹងវាយឺតដោយសារតែយើងទាញ keyframe នេះរៀងឆ្ងាយអញ្ចឹងបើយើងអ្នកទាំងអស់គ្នាចង់ឲ្យវាលឿនអ្នកនេះគ្រាន់តែ select លើ layer នេះទៅហើយទាញវាមកក្រោយទៅធំនាទីទី7បានហើយ
ចឹងអ្នកនេះឃើញវាលឿនជាងមុនហើយនេះលឿនជាងមុនហើយហើយយឺតដែរយើងធ្វើទី5បានហើយអូខេលឿនល្មមហើយចឹងអ្នកនេះអាចទាញកន្លែងនេះទាញវាធំនេះទៅដើម្បីបិទវាទៅអូខេជាការស្រេចហើយដើម្បីឲ្យឃើញអាផ្ទាំងក្រហមខាងក្នុងទៀតអ្នកនេះអាច copy កន្លែងនេះក៏បានដែរ click លើ layer location ទៅបោះ control C click ចេញក្រៅ layer control V អូខេវានឹង load មកហើយដែល location 2ដែលយើង copy មិញហ្នឹងឯងចឹងយើងអាច click លើកន្លែងនេះមួយហើយចូលកន្លែង content នេះហើយចូលកន្លែង trim path អូខេចឹងអ្នកទាំងអស់គ្នាលុប keyframe ខាងលើកន្លែង location នឹងចេញទៅហើយយើងប្រើដើម្បីបិទបាំងក្រហមជាងមុនចឹងណាចឹងយើងបដូរវាដែលយើងឈរទៅលើ pen tool នេះ pen tool ហ្នឹងហើយវានឹងចេញផ្ទាំងបែបនេះដោយសារយើង copy លើគ្នាចឹងយើងបដូរវិញខ្ញុំបដូរវាដាក់អត់មាននេះវិញ none អូខេតទៅទៀតខ្ញុំប្រើ fill ចង់វាបំពេញវានេះផ្ទាំងបែបនេះអូខេដែលខ្ញុំយកពណ៌រៀងស្រាលក្រហមស្រាលអូខេបន្តមកទៀតខ្ញុំប្រើទៅលើ opacity ដែលស្ថិតនៅក្នុងlocation tool ដែលយើង copy ហ្នឹងហើយខ្ញុំរកពាក្យថា transform នៅខាងក្រោមហ្នឹងអូមកក្រោមបន្តិចអ្នកទាំងអស់គ្នានឹងឃើញ opacity ចឹងអ្នកនេះអាច click លើអាចទាញទៅលើនេះឲ្យទៅមុខតិចទៅឬក៏ធំយើងយកមកមុខតិច2វិនាទីទៅហើយយើងចាប់ផ្ដើមប្រើ opacity ឲ្យវាស្រាលជាងមុនកុំឲ្យដិតពេកអូខេយើង add keyframe មួយ click លើកន្លែងមួយដើម្បីបង្កើត keyframe អញ្ចឹងយើងទាញទៅមុខបន្តិចធំនេះបានហើយយើងតម្លាក់វាចុះវិញបន្តមកទៀតយើងអាច copy កន្លែងហ្នឹង control select mouse ឆ្វេងឲ្យជាប់ control C ទាញមកមុខបន្តិច control V control C control V អូខេ control V អូខេអញ្ចឹងយើង preview មើលឃើញអត់បែបនេះលឿនពេកអញ្ចឹងយើងអាច move វាមកតិចទៅអូខេអញ្ចឹងដើម្បី add text នៅនេះគ្រាន់តែ select លើ text ហ្នឹងមកនេះ select text លើនេះទីវាមកហើយសរសេរថា site location ឬក៏ប្រភេទអីក៏បានដែរឲ្យតំណាងនេះចង់សរសេរអញ្ចឹងខ្ញុំអាចបដូរ font បានដោយ select លើនេះទាំងអស់ទៅហើយខ្ញុំឈរលើកន្លែងពីខាងស្ដាំដៃអ្នកនេះអាចកន្លែងមកមើលពីខាងទាំងពីខាងស្ដាំដៃមើលពីថា paragraph ប្រភេទcharacter ហ្នឹងហើយ character អ្នកនេះអាចបដូរ font ទៅតាមតម្រូវការអ្នកនរគ្នាបានដូចគ្នាអូខេហើយអាចបដូរពណ៌ខ្ញុំឆ្លាញ់ពណ៌ខ្មៅដិតហើយពណ៌ក្រហមដិតទៅអូខេខ្ញុំយកប៉ុណ្្នឹងទៅហើយ font ខ្ញុំ100 size នឹងឯងអញ្ចឹងពេលអ្នកនរសេហើយអ្នកនរអាចទាញវាមកក្រោយតិចទៅអូខេមានន័យថាយើងមើលកន្លែងថាវាបញ្ចប់សំណានអូមកចេះអូខេអញ្ចឹងដោយសារ line នេះយើងចង់ឲ្យវាពេញហើយចាំវាបិទអញ្ចឹងយើងអាចអូសមួយមុខបន្តិចទៅហើយបន្តមកទៀតយើងអូសអក្សរមួយមុខទៅអូខេជាការស្រេចដើម្បីកុំឲ្យថាយើងបិទចឹងពេលអ្នកនរអាចកាត់យកអក្សរត្រឹមហ្នឹងហើយអាច move វាត្រឹមហ្នឹងហើយយើងអាចទាញបានអាចទាញប្រភេទនៃពេលវេលាវាបានអញ្ចឹងខ្ញុំយកត្រឹមហ្នឹងទៅបានហើយខ្ញុំកាត់វីដេអូយើងឲ្យខ្លីមកយើងទាញនេះទាញវាឲ្យខ្លីទៅត្រឹម6វិនាទីបានហើយអូខេអញ្ចឹងខ្ញុំ render យកតែ6វិនាទីហ្នឹងទេខ្ញុំ play វាមើលអូខេអញ្ចឹងអាកន្លែងក្រហមនេះវាចិត្តពេកចឹង move វាមកក្នុងតិចទៅអូខេអញ្ចឹងយើងកំណត់យកថាត្រឹម6វិនាទីបានហើយអញ្ចឹងដើម្បីកាត់វីដេអូដែលយើងសេរី20វិនាទី15វិនាទីដំបូងហ្នឹងយើងអាចតម្លាក់វាចុះមកនេះយើងកន្លែងមើលកន្លែងនេះតម្លាក់វាត្រឹម8វិនាទីទៅកុំឲ្យទុកចិត្តពេកអញ្ចឹងឥឡូវនេះដើម្បី export អ្នកនេះគាត់ទៅចូល file ហៅពាក្យថា export ហើយហៅពាក្យថា add to render queue តោះមកទៀតអ្នកនេះអាចចុចទៅលើ output to
ដើម្បីស្វែងរក location ដែលអ្នកទាំងនេះចង់ save ជាងខ្ញុំ save ដាក់ desktop ទៅឬក៏ដាក់ folder ណាមួយទៅអូខេដែលខ្ញុំបានរៀបចំ folder រួចរាល់ចឹងខ្ញុំ save តាមនឹងទៅជាការស្រេចចឹងពេលដែលយើងរក location save ហើយយើងចាប់ផ្ដើម render យើងគ្រាន់តែកន្លែងមកមើលពីខាងស្ដាំដៃចុចពីថា render ទៅជាការស្រេច